ជាលើកដំបូងរបស់អ្នកវិឆ្មាភ្នោចូលទៅក្នុងភ្នោគាត់បានដេកនៅលើសាកសពស្ត្រីផ្អើលឆោឡោសពស្ត្រីមិនព្រមគាត់ថែមទាំងលោកដៃចាប់ក្ររបស់វឺអ៊ុយគាត់បានព្យាយាមអស់ពីកម្លាំងរបស់គាត់ប៉ុន្តែមិនអាចដោះលែងបានទេផ្ទុយទៅវិញសពស្ត្រីបានអបគាត់កាន់តែតឹងជាងទើបគេដឹងថាសពស្រីមិនត្រឹមតែត្រូវបានគេរក្សាទុកយ៉ាងល្អប៉ុណ្ណោះទេថែមទាំងមានសម្បុរពណ៌ផ្កាឈូកផងដែរវាហាក់ដូចជាអ្នកដែលមិនបានស្លាប់អស់1000ឆ្នាំនរណាដឹងថាសពស្ត្រីចងអ៊ុយគ្មានជំរឿអ្វីក្រៅពីទាញគាត់ឡើងនៅពេលដែលគាត់ដឹងថាខ្លាខិនមួយក្បាលដេកនៅក្បែរសាកសពស្រីនោះ Fox Master នៅក្នុងប្រអប់មាសដូចដែលវឺហ្វីកំពុងព្យាយាមរកវិធីទាញសាកសពនារីនោះចេញភ្លាមនោះគេបានរកឃើញថាគាត់មានកូនសោពណ៌មាសនៅក្នុងមាត់របស់គាត់ដូចវឺហ្វីហៀបនឹងដបកូនសោបើកប្រអប់នរណាដឹងថាបរិសុទ្ធធាត់នឹងធ្លាក់ពីលើមេឃត្រូវគេព្យួរដោយដើមទំពាំងបាយជូរតើអ្នកកំពុងធ្វើអ្វីឯងមានពេលទៅរើស្រីទេកុំបារម្ភអីមកទីនេះជួយទាញខ្ញុំទៅអ្នកត្រូវតែទុកខ្ញុំចោលជាមុនសិនទើបខ្ញុំអាចជួយអ្នកបានហេចាំបន្តិចខ្ញុំបានចុចការ៉េមរួចហើយខ្ញុំនឹងបោះវានៅទីនោះអ្នកចាប់វាប៉ុន្តែដូចបរិសុទ្ធធាត់ចាប់បានគាត់បានប្រើដាវកាប់ដើមម្លេះវាបានកំទេចរបាំងមុខ Blue Lake Master ពេលដែលវាធ្លាក់ពេលនោះទើបអ្នកទាំងពីរបានឃើញមុខពិតរបស់បរិសុទ្ធនោះយ៉ាងច្បាស់គាត់មានមុខវែងស្តើងមានពណ៌ខៀវម្យ៉ាងទៀតភ្នែកនិងមាត់របស់គាត់ក៏ចម្លែកខ្លាំងណាស់ពួកគេទាំងពីរបានត្រឹមតែក្រឡេកមើលទៅភ្នែករបស់គាត់ភ្លាមនោះគាត់បានធ្លាក់ចូលទៅក្នុងភាពភ័យរន្ធត់ភ្លាមនោះបរិសុទ្ធធាត់បានប្រើកន្សែងជូតមុខកញ្ជ្រោងដែលហៀបនឹងច្របាច់វឺហ្វីទើបតែភ្ញាក់ឡើងដោយការច្របាច់វឺហ្វីសម្លឹងមើលកញ្ជ្រោងភ្នែកពណ៌ខៀវពេលនោះគ្រូបានដឹងថាគាត់មិនគួរមើលភ្នែកគាត់ទេបន្ទាប់ពីវឺហ្វីដាស់បរិសុទ្ធធាត់នោះគាត់បានប្រើកាបូបស្ពាយរបស់គាត់យ៉ាងលឿនដើម្បីដឹកសាច់ញាតិរបស់គាត់បរិសុទ្ធដែលមានកញ្ចក់ភ្នែកបិទភ្នែកស្ត្រីនោះរួចរៀបចំដកសោចេញពីមាត់នាងដើម្បីឲ្យអ្នករាល់គ្នាមានការភ្ញាក់ផ្អើលវឺហ្វីបានរកឃើញខ្សែដែលភ្ជាប់នឹងកន្លឹះភ្លាមពេលគាត់ដកវាចេញពួកគេបានប៉ះពោះរបស់ស្ត្រីនោះហើយបន្ទាប់មកវាបានភ្លឺឡើងលើពួកគេថាបិចវីឆ្មាភ្នោរបស់ជីតាវឺលេវកើខ្ញុំធ្លាប់កត់ត្រាថាឧបករណ៍នេះស្ថិតនៅក្នុងពោះរបស់គាត់វាគួរតែជាយន្តការប៊ូតុងដែលភ្ជាប់ទៅនឹងខ្សែមាសបើចៅមិនចេះដកយករបស់របរក្នុងខ្លួនទាំងស្រុងប៉ុន្តែវានឹងបំបែកចំណងដោយជៀសមិនរួចយន្តការលាក់កំបាំងរបស់គាត់នឹងត្រូវបានធ្វើឲ្យសកម្មកំណាត់ឈើឆ្កាងនឹងទម្លុះតាមដងខ្លួនពេលនោះមនុស្សនឹងសពនៅគៀកគ្នាខ្លាំងពេកគ្មានផ្លូវគេចខ្លួនឡើយអ្នកណាទៅគិតថាមនុស្សឆ្លាតនឹងស្លូតត្រង់នឹងដកមាសភ្លាមបន្ទាប់ពីនិយាយនៅពេលដែលខ្សែមាសបានខ្ទាស់ដៃរបស់ស្ត្រីនោះស្រាប់តែបញ្ចេញក្តាប់របស់វាប៉ុន្តែយន្តការនៅក្នុងខ្លួនបានចាប់ផ្ដើមដំណើរការវិនាទីបន្ទាប់ព្រួញមួយស្រាប់តែបាញ់ចេញពីពោះរបស់ស្ត្រីជាសំណាងល្អបរិសុទ្ធធាត់មានប្រតិកម្មរហ័សហើយទាញវឺហ្វីចេញដោយរារាំងគាត់ពីការបាញ់ចូលទៅក្នុងដុំសាច់បន្ទាប់ពីក្រោកឡើងលូនិងអ្នកផ្សេងទៀតរន្ធត់ចិត្តពេលរកឃើញដោយគ្មានការការពារសោរាងកាយរបស់ស្ត្រីចាប់ផ្ដើមកត់សុយនិងប្រែជាខ្មៅភ្លាមហើយភ្លាមនោះនាងបានក្លាយជាសាកសពស្ងួតមានអ្វីមួយបាត់មានពួកគេតិចណាស់តើមេតបហ៊ូទៅណាតើពេលណាយើងឈប់ជួបគាត់តើអាចមានជនរងគ្រោះក្នុងចំណោមអ្នកនៅរស់ទេពួកគេទាំងពីរមិនមានពេលគិតច្រើនទេនៅពេលនេះហើយប្រញាប់ដាក់មាសពណ៌ស្វាយគាត់ដាក់ប្រអប់ក្នុងកាបូបរបស់គាត់ហើយហៀបនឹងចាក់ចេញនៅពេលដែលគាត់ដឹងថាមានសត្វចម្លែកមួយបានបង្ហាញខ្លួននៅពីក្រោយគាត់